Việc số bọn ông sơ san đủ sơ. Ngày nay dương riêng pi rồi bị phao chmua axit carboxylic. Axit carboxylic គឺជាសមាសធាតុសរីរាង្គដែលមានបង្គំអ៊ីដ្រូស៊ីលជាប់ជាមួយនឹងបង្គំកាបូនីលរូបមន្តទូទៅរបស់អាស៊ីតកាបូកស៊ីលេកគឺ Air រ៉ាឌីកាល់ខ្សែកាបូនណារ៉ាឌីកាល់អ៊ីដ្រូកាបូ Air សម្ព័ន្ធហើយ COOH ឬក៏យើងទៅសេបែបនេះនេះរូបមន្តស្ទើរលាតនេះទម្រង់វាជាលាតបង្គំនីតិអាស៊ីតកាបូកស៊ីលេកគឺបែបនេះសម្ព័ន្ធយើងដក Air ចេញមកដាក់សម្ព័ន្ធ COOH ប៉ុណ្ណឹងមកគឺបង្គំនីតិរបស់អាស៊ីតកាបូកស៊ីលេកហើយឬក៏យើងសរសេរទម្រង់បែបនេះមកសម្ព័ន្ធ C សម្ព័ន្ធពីរជាន់ O ហើយសម្ព័ន្ធ OH តាមពិតសម្ព័ន្ធនេះវាស្មើគ្នាទេតែអ្នកគ្រូដាក់ទៅជាអានេះធំជាងសម្ព័ន្ធ C សម្ព័ន្ធពីរជាន់ O ហើយសម្ព័ន្ធនេះទម្រង់ប៉ុណ្ណនេះណាគេហៅថាបង្គំកាបូនីលហើយOH នេះគឺអ៊ីដ្រូស៊ីលអញ្ចឹងបង្គំអ៊ីដ្រូស៊ីលភ្ជាប់vớiបង្គំកាបូនីលវាចេញបង្គំមួយមានឈ្មោះថាបង្គំកាបុកស៊ីលអញ្ចឹងអ្នកគ្រូប្រាប់បញ្ជាក់ម្ដងទៀតកុំឲ្យបងអូនច្រឡំណាOH នេះ OH នេះគេហៅថាបង្គំអ៊ីដ្រូស៊ីលហើយសម្ព័ន្ធ C សម្ព័ន្ធពីរជាន់ O សម្ព័ន្ធបែបនេះរូបរាងបែបនេះគឺបង្គំកាបូនីលដល់ពេលពីរនឹងផ្សំចូលគ្នាចេញទម្រង់បែបនេះមកគេហៅថាបង្គំកាបុកស៊ីលអញ្ចឹងបង្គំកាបុកស៊ីលនឹងគឺជាបង្គំនាទីរបស់អាស៊ីតកាបុកស៊ីលិករួចថាឈ្មោះអាស៊ីតកាបុកស៊ីលិកខ្សែលាតគ្មានខ្នែងដំបូងគឺចុះលេខរៀងលើកាបូនខ្សែមេដោយយកបង្គំកាបុកស៊ីលជាកាបូនទី1ទី2យើងហៅឈ្មោះអាស៊ីតហើយហៅឈ្មោះខ្សែកាបូនហៅតាមអាល់កានហើយបូកនឹងបច្ឆិមបទ OH ឧទាហរណ៍អាស៊ីតកាបូកស៊ីលេកដែលមានរូបរាងបែបនេះគឺយើងបង់លេខមកកាបូនបង្គំនីតិខាងចុងនេះគឺកាបូនទី1ទី2ទី3ទី4អញ្ចឹងយើងដាក់ឈ្មោះថាអាស៊ីតហើយកាបូន4អញ្ចឹងគឺបុយអញ្ចឹងអាស៊ីតបុយតាណូអិចទី2គឺកាបូនទី1កាបូនទី2ទី3អញ្ចឹងអាស៊ីតប្រូប៉ាណូអិចចូលដល់របៀបហៅឈ្មោះអាស៊ីតកាបូកស៊ីលេកខ្សែខ្នែងខ្សែខ្នែងគឺមុនគេយើងជ្រើសរើសកាបូនខ្សែមេជាខ្សែកាបូនដែលមានកាបូនច្រើនជាងគេហើយមានបង្គំនាទីជ្រើសរកខ្សែកាបូនហើយបានយើងចុះលេខរៀងលើខ្សែកាបូនហើយយកកាបូនបង្គំកាបូកស៊ីលនឹងជាកាបូនទី1តមកទៀតយើងហៅអាស៊ីតហើយបូកនឹងទីតាំងខ្នែងហៅឈ្មោះខ្នែងឈ្មោះខ្សែកាបូនហើយបច្ចុប្បន្ន OH ឧទាហរណ៍បែបនេះយើងដាក់លេខរៀងមករើខ្សែមេនេះយើងស្រួលរើទេយើងដាក់មកខ្សែមេខ្សែត្រង់អញ្ចឹងកាបូនទី1គឺជាកាបូនបង្គំនីតិខាងចុងនេះទី1ទី2ទី3អញ្ចឹងសេហៈ3ខាងក្រោមនេះគឺជាខ្នែងដុសលេខ2អញ្ចឹងយើងហៅថា2មេទីលកាបូន3គឺប្រូប៉ាណូអិចអញ្ចឹងអាស៊ីត2មេទីលប្រូប៉ាណូអិចយើងដាក់2មេទីលក៏បានយើងមិនបាច់ដាក់2ក៏បានដែរពួកអីខ្នែងអត់អាចដុះនៅកាបូនបង្គំនីតិនេះទេហើយខ្នែងសេហៈ3នេះក៏មិនដុះនៅកាបូនខាងចុងដែរខ្នែងដុះនៅកណ្ដាលហើយអាស៊ីតដែលមានកាបូន3គឺកាបូនកណ្ដាលមានតែមួយអញ្ចឹងសេហៈ3ខ្នែងដុះនៅតែកាបូនកណ្ដាលអញ្ចឹងយើងអត់ចាំបាច់បញ្ជាក់ទីតាំងលេខ2ក៏គេយល់ដែរអញ្ចឹងយើងអាចហៅឈ្មោះវាថាអាស៊ីត2មេទីលប្រូប៉ាណូអិចឬក៏យើងមិនបាច់ដាក់លេខ2យើងដាក់ថាអាស៊ីតមេទីលប្រូប៉ាណូអិចខ្សែមួយនេះគឺយើងដាក់លេខរៀងលើកាបូនមកកាបូនខាងចុងនេះគឺកាបូនទី1ហើយបានទី2ទី3ទី4អញ្ចឹងអាស៊ីតនេះមានខ្សែមេចំនួនកាបូនគឺ4ហើយខ្នែងដុះនៅកន្លែងនេះអញ្ចឹងកាលណាខ្នែងដុះនៅកាបូនទី2យើងហៅលេខ2មក2មេទីលហើយអាស៊ីតកាបូន4គឺបុយអញ្ចឹងអាស៊ីត2មេទីលបុយតាណូអិចចូលដល់អាស៊ីតមួយនេះកាបូន
បង្គំនីតិគឺនៅខាងចុងយើងចាំអាស៊ីដកាបុកស៊ីលិកគឺកាបង្គំកាបុកស៊ីលគឺនៅខាងចុងគេជានិច្ចអញ្ចឹងកាបូនទី1ហើយទី2ទី3ដល់ធំនេះយើងគិតមើលតើយើងទៅត្រង់ហើយយើងកាច់ចុះក្រោមតើចំនួនកាបូនស្មើគ្នាអត់បើសិនយើងទៅត្រង់គឺទីកាបូនមាន5ទី4ទី5យើងចុះក្រោមក៏មាន5ដែរព្រោះអីសេ255នេះគឺកាបូន2ចឹងដោយសារវាចុះក្រោមក៏ស្មើគ្នានឹងទៅត្រង់យើងយកទៅត្រង់ទៅចឹងលេខ4មកនេះលេខ5មកនេះចឹងសេ255គឺជាផ្នែកដល់លេខ3ហើយសេ255ចូលវាអេទីលចឹង3អេទីលអាស៊ីតដែលមានកាបូន5នេះគឺប៉ង់តាណូអិចអញ្ចឹងអាស៊ីត3អេទីលប៉ង់តាណូអិចអ្នកគ្រូភ្លេចដាក់អាស៊ីតពីមុខបងប្អូនជួយដាក់បន្ថែមផងអាស៊ីត3អេទីលប៉ង់តាណូអិចអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងមេរៀនក្រោយ